5បានស្លាប់បាត់ទៅក្នុងរាជបងជ័យមកទី5ហ្នឹងសភាពការតបទៀតមានភាពពង្រឹងភាពពង្រឹងយើងឃើញថាមានហេតុផលនៃភាពពង្រឹងនោះតាំងពីកូនរបស់យក្សោរម៉ាត់ឡើងសោយរាជមកដែលថ្មីៗពេកហ្នឹងពុកវាទៅប្រកាសខ្លួនគឺប្រកាសមួយទៅដល់ទៅហើយក្រោយមករាជចន្ទ្រាវរ្ម័នបានបកវិញបានក្រាបពរុរួមគ្នាបានឡើងវិញទៅមកចុងរាជរបស់ក្នុងរាជរបស់ជ័យបានទី5ហ្នឹងមានភាពរវល់មានភាពរវល់ពេលនោះគឺមានស្ដេចមួយអង្គដែលគេមិនដឹងប្រវត្តិច្បាស់លាស់ថាមកពីណាអីពីណាហើយនេះនៅទីក្រុងក្នុងក្រុងមានឈ្មោះថាវីរៈវរ្ម័នអត់មានពុកផងណាទេអត់មានពុកណាទេហើយនេះរយៈពេល3ប៉ុន្តែវីរៈវរ្ម័នហ្នឹងក៏ហើយនេះក្នុងទីក្រុងអង្គរហ្នឹងក៏អំណាចមិនបានยึดត្រឹមក្នុងនោះបានមានបានยึดត្រឹមអំណាចក្នុងនោះដែរគឺបានតែមកកង្វល់ទេមានស្ដេចផ្សេងៗទៀតទៅនៅពេលនោះដេញមុខស្ដេចមួយឈ្មោះថាសូរ្យាវរ្ម័នសូរ្យាវរ្ម័នតែស្ដេចពីរអង្គហ្នឹងមានអ្នកស្រាវជ្រាវថាមិនមែនជាខ្មែរនឹងជាជនជាតិអីវីរៈវរ្ម័នអត់ដឹងតែគាត់តែដល់ទៅរាជហ្នឹងអត់មានសកម្មភាពអីទាំងអស់តែដល់ឯងសូរ្យាវរ្ម័នសូរ្យាវរ្ម័នទី1ហ្នឹងដើមមានចលនាបង្រួបរួមក្រាបដៅបង្ក្រាបភាពបន្តភាពមិនប្រក្រតីភាពបះបោព្រៀបបំផុសប្រក្រតីហ្នឹងគឺដោយសារមន្ត្រីគណៈវាឲ្យអំណាចទៅមន្ត្រី